ក៏សួស្តីបងប្អូនបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំបានមកចូលជួបសាខាសមាជិកចាស់របស់យើងណាចាហើយមកដល់ទីតាំងរបស់គាត់នេះអូយមានអារម្មណ៍ថារំភើបដែលមិនធ្លាប់ឃើញហ្មងណាហើយជាពិសេសមួយទៀតគឺខោអាវរបស់គាត់គឺណែនមែនតើចាណែនទៅឲ្យណែនខាងមុខទៀតចាឥឡូវយើងជួបម្ចាស់ហាងវិញចានឹងសួរពីចំណាប់អារម្មណ៍ដែលគាត់ចាបានខ្លាយជាសមាជិករបស់ខាងយើងតោះឥឡូវជួបគាត់បងប្អូនគ្នាជម្រាបសួរបងអូយមានអារម្មណ៍ថាអីចូលខិតចឹងបន្តិចឲ្យខិតចឹងបន្តិចមានអារម្មណ៍យ៉ាងណាដែរពេលដែលខ្ញុំចុះមកជួបដល់ទីតាំងរបស់បងនេះនិយាយរួមមានអារម្មណ៍ដូចថាសប្បាយចិត្តដែលបុគ្គលិកចុះមកចឹងណាមកសួរសុខទុក្ខផ្ទាល់ជុំបងបើកប្រេនយសាររយៈពេលបានប៉ុន្មានឆ្នាំហីបងបើក72ឆ្នាំហីបើក72ឆ្នាំហើយខោអាវបងប្អូនទាំងគ្នាមួយថ្ងៃចូលបានប៉ុន្មានអ្នកបងវាអត់ទៀងជួន30នាក់ទៅ40ទៅវាឈានដល់ថ្ងៃណានេះដល់50នាក់អីចឹងណាបងប្អូនទាំងគ្នាថ្ងៃណាដល់50នាក់អូយមិនដែរជួបប្រទះសំបីតែម្ដងលោកអើយចាអត់ទៀងយើងអត់អាចកំណត់បានចឹងណាចាហើយបុគ្គលិកនេះបងប្រើបុគ្គលិករយៈប្រហែលអ្នកដែរបង4នាក់បានធ្វើតនៅទីតាំងមួយនេះបងឯងជួលគេឬក៏មិនជួលគេតាមួយខែមែនបងមួយខែ700មួយខែម៉ាញ់ចូលរួចទេបើសិនជាបុគ្គលិកបែង4នាក់ហើយទីតាំងផ្ទះដែលបងជួលនោះមួយខែ700ទៀតបាញ់គាត់ថារួចខ្លួនឯងអត់អីទេមួយខែបងចំណេញបានប៉ុន្មានចំណេញអត់អាចកំណត់ទេមកជួយប្រហែលតិចណាទៅសារមានអតិជនមួយចំនួនគាត់តែចង់ដឹងហីថាបើប្រែកយសាតើចំណូលចំណាយឲ្យចំណេញក្នុងមួយខែតើបងចំណេញបានប្រមាណនិយាយរួមចំណេញគឺมันអាចកំណត់បានគ្រាន់ថាយើងប្រើដូចថាយើងហត់បើមិនបានក៏យើងមិនប្រឹងធ្វើដែរមែនទេចាត្រូវហើយចាអត់ក្រោមពី1000ទេទៅហើយនិយាយលេង